បងប្អូនបញ្ហាឈឺពីម៉ែរហូតចាក់មកដល់កញ្ចឹងកជា topic មួយដែលសំខាន់បងប្អូនថ្ងៃគឺខ្ញុំទទួលភ្ញៀវមិនតិចជា20នាក់ឯក្នុងមួយថ្ងៃដែលមានបញ្ហាឈឺពីស្មារហូតដល់កឈឺចាក់មកដល់ដៃផុតដូចគ្នានៅពេលដែលបងប្អូនធ្វើសកម្មភាពណាយូរហើយធ្វើឲ្យសាច់ដុំបងប្អូនគាំងរឹងស្ងៀមគឺអាចមានផលលំបាកហ្នឹងហើយទីពីរហ្នឹងគឺបងប្អូនប្រើប្រាស់កុំព្យូទ័រនៅស្ងៀមយូរហើយអត់មានសកម្មភាពបត់បែនដូចជាការធ្វើចលនាកម្ដៅសាច់ដុំចានៅសកម្មភាពមួយហ្នឹងគឺរយៈពេលយូរច្រើនម៉ោងអ្នកខ្លះទៀតគឺគាត់គេងដាក់ក្បាលផ្អៀងអញ្ចឹងយូរឬក៏អ្នកខ្លះគេងតែមួយចំហៀងពីយប់គេងរហូតដល់ភ្លឺគឺគាត់គេងតែមួយខាងហ្នឹងឯងចាសំខាន់ចំពោះនៃការគេងហ្នឹងគឺអត់ត្រូវនឹងដងខ្លួនរបស់គាត់ទៀតទី3ហ្នឹងគឺបងប្អូនមើលទូរស័ព្ទយូរចាអោនអញ្ចឹងទៀតអ្នកខ្លះអោនដល់ចេះទៀតជួយវាធ្វើឲ្យសាច់ដុំនេះគឺតឹងរឹងណែនអស់តែម្ដងដែលជាកត្តាមួយដែលធ្វើឲ្យបងប្អូនមានបញ្ហាគឺពីស្លាបកញ្ជៀវរហូតដល់ស្មារហូតដល់ក្បាលអញ្ចឹងសូមបងប្អូនដែលអនុវត្តវិធីខាងលើហ្នឹងសូមកែតម្រូវដើម្បីកាត់បន្ថយការឈឺស្មាឈឺកទាំងអស់គ្នាចង់ដឹងអ្វីបន្ថែមពីគឹមសានសូមកុំភ្លេច follow page ហើយជួយ share វីដេអូនេះមួយផងអរគុណជំរាបសួរបងប្អូនសូមណែនាំផ្នែកសុខភាពពីគឹមសានដែលមានពីរជម្រើសសម្រាប់បងប្អូនដែលចូលចិត្តទៀតមានទៀតចូលចិត្តខ្ពស់មានខ្ពស់ហើយមានកលៈត្រូកចាលក្ខណៈផាសុខភាពទន់ស្រួលគេងអត់ជាប់កអត់ជាប់ស្មាអត់រោយឆ្អឹងខ្នង